តើគូវិនិយោគដីធ្លីជុំវិញរាជធានីភ្នំពេញដែរឬទេនៅក្នុងឆ្នាំ2026នេះតើការវិនិយោគលើដីធ្លីនៅជុំវិញទីក្រុងភ្នំពេញនៅតែអាចផ្ដល់នូវផលចំណេញល្អចំពោះវិនិយោគិនដែរឬទេខណៈទីផ្សារហាក់មិនទាន់មានសភាពច្បាស់លាស់បែបនេះចម្លើយរបស់អ្នកជំនាញគឺអាស្រ័យទៅលើគោលដៅពេលវេលាការអត់ធ្មត់ហានិភ័យនិងជំហរផ្លូវច្បាប់របស់អ្នកទី1ហេតុអ្វីបានជាដីធ្លីនៅជុំវិញទីក្រុងភ្នំពេញអាចជាការវិនិយោគដ៏ល្អរាជធានីភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនយោបាយនិងប្រជាជនរបស់ប្រទេសកម្ពុជាជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់នៃគម្រោងនគរូបនីយកម្មនិងហេដ្ឋារចនាសម្ព័ន្ធនេះជំរុញឲ្យមានតម្រូវការដីធ្លីនិងតម្លៃទៅតាមពេលវេលារបស់វាលើសពីនេះទៅទៀតការអភិវឌ្ឍសំខាន់ដូចជាអាកាសយានដ្ឋានថ្មីផ្លូវរង្វង់ផ្លូវល្បឿនលឿននិងទីក្រុងរណបមានទំនោរជំរុញឲ្យតម្លៃដីធ្លីកើនឡើងជាពិសេសនៅក្នុងស្រុកកំពុងអភិវឌ្ឍវិនិយោគិនរយៈពេលវែងច្រើនតែកំណត់គោលដៅតំបន់ជាយក្រុងកំពុងអភិវឌ្ឍដូចជាព្រៃភ្នៅកំបូលច្បារអំពៅនិងសែនសុខជាកន្លែងដែលដីធ្លីមានតម្លៃសមរម្យជាងនិងត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែច្រើននៅពេលដែលការពង្រីកទីក្រុងនៅតែបន្តទី2ផលចំណេញខ្ពស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យនិងរបាយការណ៍ទីផ្សារមួយចំនួនបានបង្ហាញថាការទិញនិងកាន់កាប់ដីអាចផ្ដល់នូវផលចំណេញពីការវិនិយោគROI ខ្ពស់ជាងខុនដូឬអគារពាណិជ្ជកម្មដែលមានផលចំណេញចន្លោះពី15ទៅ25%ជារៀងរាល់ឆ្នាំក្នុងរយៈពេលវែងនៅក្នុងទីតាំងយុទ្ធសាស្ត្រដីកម្ពុជាជាទូទៅមានតម្លៃថោកជាងនៅក្នុងរដ្ឋធានីអាស៊ីអាគ្នេយ៍ដែលមានភាពចាស់ទុំជាងដែលអនុញ្ញាតឲ្យអ្នកវិនិយោគចូលមកវិនិយោគក្នុងតម្លៃទាបជាងបើប្រៀបធៀបទៅនឹងសក្តានុពលនាពេលអនាគតទី3ហានិភ័យនិងបញ្ហាប្រឈមដែលអ្នកត្រូវតែពិចារណាបញ្ហានៃការរឹតបន្តឹងកម្មសិទ្ធិជនបរទេសដោយជនបរទេសមិនអាចកាន់កាប់ដីដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាបានទេអ្នកវិនិយោគត្រូវតែប្រើប្រាស់រចនាសម្ព័ន្ធផ្លូវច្បាប់ដូចជាការជួលរយៈពេលវែងការជឿទុកចិត្តឬរចនាសម្ព័ន្ធសាជីវកម្មជាមួយដៃគូកម្ពុជាដែលទាំងអស់នេះបន្ថែមភាពស្មុគស្មាញនិងហានិភ័យទី4ហានិភ័យផ្នែកច្បាប់និងទីផ្សារការផ្ទៀងផ្ទាត់បានកម្មសិទ្ធិនិងភាពស្មុគស្មាញផ្នែកច្បាប់អាចជាបញ្ហាធ្ងន់ធ្ងរកិច្ចព្រមព្រៀងដីធ្លីមួយចំនួនមានឯកសារឬចំនួនមិនច្បាស់លាស់ហើយប្រព័ន្ធច្បាប់មិនអាចការពារសិទ្ធិវិនិយោគិនបានដោយភាពជឿជាក់បញ្ហាអំពើពុករលួយប្រតិបត្តិការក្រៅផ្លូវការដោយគ្មានការយកចិត្តទុកដាក់ពេញលេញអាចនាំឲ្យមានជម្លោះឬការបាត់បង់នូវផលប្រយោជន៍អចលនទ្រព្យទី5ការប្រែប្រួលទីផ្សារនិងសាច់ប្រាក់ងាយស្រួលអ្នកជំនាញនានាបានមើលឃើញថាទីផ្សារដីធ្លីនៅរាជធានីភ្នំពេញមានការធ្លាក់ចុះនិងការកែតម្រូវតម្លៃក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះពិសេសការលក់ដីធ្លីយ៉ាងឆាប់រហ័សនៅពេលដែលអ្នកត្រូវការសាច់ប្រាក់ងាយស្រួលអាចពិបាកជាងការលក់ភាគហ៊ុនឬអចលនទ្រព្យដែលបានអភិវឌ្ឍទី6គោលដៅទីតាំងយុទ្ធសាស្ត្រស្រុកនិងខណ្ឌដែលកំពុងរីកចម្រើននៅខាងក្រៅចេញពីកណ្ដាលទីក្រុងជារឿយៗជាការភ្នាល់ ROI ល្អជាងឧទាហរណ៍សែនសុខច្បារអំពៅព្រែកភ្នៅកំបូលលើពីនេះការផ្ដោតលើច្រករបៀងហេដ្ឋារចនាសម្ព័ន្ធដីធ្លីនៅជិតផ្លូវ Highway នាពេលអនាគតផ្លូវរង្វង់តំបន់ឧស្សាហកម្មឬមជ្ឈមណ្ឌលដឹកជញ្ជូនជាធម្មតាមានតម្លៃថ្លៃលឿនជាងមុនជាអ្វីដែលអ្នកវិនិយោគគួរពិចារណានិងសម្លឹងរកឱកាសផងដែរជាមួយគ្នានេះអ្នកជំនាញអចលនទ្រព្យបានលើកឡើងផងដែរថាការវិនិយោគដីធ្លីជាធម្មតាមិនមែនជារយៈពេលខ្លីទេវិនិយោគិនជាច្រើនអាចចំណាយពេលចន្លោះពី5ទៅ10ឆ្នាំដើម្បីបង្កើនតម្លៃអតិបរមា
នាំមកជូនលោកអ្នកដោយ Real Estate TV បណ្ដុំព័ត៌មានអចលនទ្រព្យក្នុងតំបន់និងលើពិភពលោកស្ថិតនៅក្នុងដៃលោកអ្នក